ខ្ញុំឈរមើលផ្ទះបាយនៅទ្វារពួកខ្ញុំរំខានដូចតន្ត្រីរົບពេញរាត្រីក្លិនមួនឈានហៅឈ្មោះខ្ញុំឲ្យទៅចិត្តឃ្លូតក្នុងសាមឆ្ងាញ់ខាងក្រៅខ្ចីខ្ចាយពន្លឺភ្លឺភ្លឺភ្លឺទឹកមាត់ហូរច្រាំងដូចទន្លេពេលភ្លៀងធ្លាក់ហូរច្រាំងមិនឈប់ខ្ញុំទប់មិនបានទេតែគូតរំខានចិត្តខ្ញុំក្លៀនដោះភ្លើងនៅក្នុងព្រលឹងខ្ញុំខ្ញុំចង់ញ៉ាំមាន់ជៀនស្ដាប់សំឡេងផ្ទះពេលខំអារម្មណ៍ឆ្ងាញ់ឡើងវិញខ្ញុំលើកដៃសុំអាហារឲ្យខ្ញុំញ៉ាំឲ្យឆ្ងាញ់ឆ្ងាញ់ទៅចិត្តសុខសាន្តអូម៉ាក់ក្លិននេះកំពុងគ្រប់គ្រងខ្ញុំខ្ញុំចង់ញ៉ាំមកនឹងផងដែរជាមួយទឹកខ្មេះសៀងនិងទឹកជ្រលក់ឆ្ងាញ់ណាស់អង្ហើយខ្មៅតិចតិចក្លិនចិនឡើងលើស្បែកខ្ញុំស្រាប់តែចង់ញ៉ាំមួយចានមួយខ្ទះមួយធុងអ្វីក៏បានសាច់គោឆាខ្ញុំជាមួយបន្លែឋានពណ៌អ្វីក៏ញ៉ាំបានទេខ្ញុំឃ្លានដោយថ្នាក់នេះហើយតែសូមបំដាក់អាហារសមុទ្រគឺតាមបងគេត្រីខ្ញុំមិនអាចក្របានទេខ្ញុំចង់ញ៉ាំមាន់ជៀនស្ដាប់សំឡេងផ្ទះពេលខំអារម្មណ៍ឆ្ងាញ់ឡើងវិញខ្ញុំចង់មាន់អង្អាយមើលហែមក្លិនចិនលើព្រមអ្នកដឹងចិត្តខ្ញុំក្លៀននេះកំពុងគ្រប់គ្រងខ្ញុំអាហារសមព្រមិនមែនរបស់ខ្ញុំទេក្លិននេះធ្វើឲ្យពួកខ្ញុំរើត្រៀមភ្លាមបើញ៉ាំខ្ញុំញ៉ាំខួតលឿនជាងសូកូស្កសូមដាក់ឲ្យឆ្ងាយពីចានខ្ញុំផងណាដាក់មន់មកលើតែខ្ញុំរួចរស់សម្រាប់ជប់លៀ